សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានអារម្មណ៍ថាហត់ដែរឬទេខ្ញុំសួរនេះមិនមែនសួរឲ្យរួចតែពីម៉ូតទេគឺខ្ញុំចង់ដឹងពីអារម្មណ៍ពិតរបស់បងប្អូនទាំងអស់គ្នានៅពេលនេះខ្ញុំសង្កេតឃើញថាមួយរយៈនេះបងប្អូនទាំងអស់គ្នាហាក់ដូចជាស្ងៀមស្ងាត់ខុសពីធម្មតាស្នាមញញឹមដែលធ្លាប់តែស្រស់ស្រាយក៏ប្រែទៅជាស្រពោនបងប្អូនដឹងទេថាបងប្អូនកំពុងតែមានអារម្មណ៍មួយដែលពិបាកក្នុងការលាតត្រដាងប្រាប់អ្នកដទៃវាគឺជាអារម្មណ៍ដែលបងប្អូនគិតថាខ្លួនឯងកំពុងតែដើរយឺតជាងគេបងប្អូនមានអារម្មណ៍ថាខ្លួនឯងកំពុងតែជាប់គាំងនៅកន្លែងមួយខណៈដែលបងប្អូនទាំងអស់គ្នាគិតទៅលើពិភពលោកទាំងមូលកំពុងតែរត់ទៅមុខយ៉ាងលឿនសន្ធឹកសន្ធាប់រាល់ព្រឹកខ្ញុំឃើញបងប្អូនទាំងអស់គ្នាបើកភ្នែកឡើងតែងតែប្រាប់ខ្លួនឯងថាថ្ងៃនេះខ្ញុំត្រូវតែខិតខំប្រឹងប្រែងប៉ុន្តែពេលដែលបងប្អូនធ្វើវាគឺតែងតែបើកទូរស័ព្ទចូលមើលបណ្ដាញសង្គមគ្រាន់តែអូសចុះអូសឡើងមិនបានប្រហែលនាទីផងមានអារម្មណ៍ថាតូចចិត្តក៏ចាប់ផ្ដើមគិតរឿងរវើរវាយផ្សេងបងប្អូនអរគ្នាឃើញមិត្តភ័ក្តិរួមចំនួនគេទិញឡានគេប្រពកម្មវិធីឡើងផ្ទះគេមានការងារតំណែងធំគេរៀបការមានគ្រួសារដ៏មានក្តីសុខងាកមកមើលខ្លួនឯងវិញដូចជាពិបាកឬក៏មើលទៅដើរក្រោយគេឬក៏គ្មានអ្វីសល់នៅក្នុងខ្លួនសោះអញ្ចឹងបងប្អូនមានដែលលួចសួរខ្លួនឯងទេថាតើយូងគួរតែធ្វើម៉េចហើយខ្លួនឯងមានអីខ្លះហើយអ្វីបានជាជីវិតខ្លួនយើងនឹងនៅតែបន្តវើវល់បែបនេះបន្តទៀតតើចំណុចខ្សោយរបស់យើងនៅកន្លែងណាហើយយើងខ្សោយមែនដែរឬទេតើខ្ញុំអន់ជាងគេមែនដែរឬទេការដែលបងប្អូនមានអារម្មណ៍បែបនេះជារឿងធម្មតាបំផុតវាមិនមែនជាកំហុសរបស់បងប្អូនទេតែបងប្អូនមានអារម្មណ៍ថាឯកោឬក៏ហត់នឿយតែប៉ុណ្ណោះយើងរស់នៅក្នុងសង្គមមួយនេះតែងតែទះដៃអបអរសាទរទៅលើភាពជោគជ័យដែលកើតឡើងលឿនរហ័សតែមិនសូវមានអ្នកណាអបអរសាទរក្នុងការខិតខំប្រឹងប្រែងដោយស្ងៀមស្ងាត់នោះទេថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាស្ដាប់វីដេអូមួយនេះហើយខ្ញុំប្រាប់បងប្អូនថាមិនអីទេបើបងប្អូនកំពុងដើរយឺតកុំភ័យខ្ញុំនឹងប្រាប់វិធីសាស្ត្រធ្វើយ៉ាងណាឲ្យដើរលឿនវិញឬមួយដែលខ្ញុំឃើញបងប្អូនទាំងគ្នាចងចាំជានិច្ចនេះគឺការប្រៀបធៀបគឺជាចោលលួចយកសេចក្តីសុខដ៏សាហាវបំផុតនៅពេលដែលបងប្អូនឃើញជីវិតអ្នកដទៃនៅក្នុងបណ្ដាញសង្គម Facebook TikTok Instagram ឬក៏ YouTube បងប្អូនកំពុងតែមើលត្រឹមតែសម្បកក្រៅឬក៏ការកាត់តដើម្បីបង្ហាញរបស់គេតែប៉ុណ្ណោះប៉ុន្តែបងប្អូនមិនបានឃើញទស្សនវិជ្ជាជាក់ស្ដែងនៅពីក្រោយឆាកនោះទេបងប្អូនមិនអាចឃើញឬក៏បងប្អូនមិនបានឃើញយប់ដែលគេកំពុងយំឬក៏បងប្អូនមិនបានឃើញពេលដែលគេដួលឬក៏បងប្អូនមិនបានឃើញពីសម្ពាធដែលពួកគេកំពុងតែលាក់បាំងនោះទេបងប្អូនកំពុងតែយកជីវិតរបស់យើងទៅប្រៀបធៀបជាមួយនឹងជីវិតរបស់អ្នកដទៃតើមានយុត្តិធម៌សម្រាប់ខ្លួនឯងដែរឬទេបងប្អូនធ្លាប់ឮពាក្យនេះទេមាននរណាម្នាក់ធ្លាប់និយាយថានៅទីក្រុង New York ដើរលឿនជាងរដ្ឋ California 3 ម៉ោងប៉ុន្តែវាមិនបានធ្វើឲ្យ California ក្លាយជាទីក្រុងដែលយឺតយ៉ាវនោះទេគ្រប់យ៉ាងគ្រាន់តែដើរទៅមុខតាមពេលវេលារបស់វាតែប៉ុណ្ណោះមនុស្សមួយចំនួនរៀនចប់នៅអាយុ22ឆ្នាំតែត្រូវរងចាំរហូតដល់5ឆ្នាំទើបអាចរកការងារល្អបានមនុស្សមួយចំនួនទៀតក្លាយជាប្រធានក្រុមហ៊ុននៅអាយុ25ឆ្នាំតែត្រូវស្លាប់នៅអាយុ50ឆ្នាំអ្នកខ្លះរៀបការនៅអាយុ20ឆ្នាំតែលែងលះគ្នានៅអាយុ25ឆ្នាំចំណែកអ្នកខ្លះទៀតរៀបការនៅអាយុ35ឆ្នាំតែរស់នៅដ៏មានសេចក្តីសុខដ៏ចាស់ជរាបងប្អូនឃើញទេព្រះអាទិត្យមានពេលវេលាបញ្ចេញពន្លឺរបស់វាព្រះច័ន្ទក៏មានពេលវេលាភ្លឺចែងចាំងរបស់វាដូចគ្នាបងប្អូនមិនទាន់ដើរយឺតទេហើយបងប្អូនក៏មិនទាន់ដើរលឿនជាងនរណាដែរបងប្អូនកំពុងតែស្ថិតនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុតសម្រាប់ជីវិតរបស់យើងផ្ទាល់ឥឡូវនេះខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាឈប់មួយផ្លែតសុំត្រឹមតែមួយផ្លែតសិនបិទភ្នែកដកដង្ហើមចូលឲ្យជ្រៅហើយសួរខ្លួនឯងថាតើគោលដៅរបស់បងប្អូនកំពុងតែចង់ទៅនៅពេលរាល់ថ្ងៃនេះជាក្តីសម័យពិតប្រកបរបស់ខ្លួនដែរឬទេឬមួយគ្រាន់តែចង់រត់ឬក៏ចង់ឲ្យគេមើលមកឃើញថាយើងជាមនុស្សជោគជ័យ
មនុស្សរាប់លានអ្នកនៅលើโลกនេះកំពុងតែរត់ប្រណាំងដោយងងឹតងងើគេរត់ព្រោះតែចង់ឲ្យអ្នកដទៃរត់គេរត់លឿនណាស់រត់រហូតដល់គេដឹងថាខ្លួនឯងកំពុងតែរត់ទៅណាផងចុងក្រោយពេលគេទៅដល់ត្រើយគេទើបតែដឹងថាវាគឺជាកន្លែងដែលគ្មានសេចក្តីសុខតតែសោះតើបងប្អូនចង់ឲ្យខ្លួនយើងក្លាយជាមនុស្សបែបនឹងដែរឬទេការដើរយឺតមិនមែនជារឿងអាក្រក់ឡើយបើការដើរយឺតនោះផ្ដល់ឱកាសឲ្យបងប្អូនមើលផ្លូវច្បាស់ផ្ដល់ឱកាសឲ្យបងប្អូនស្គាល់ខ្លួនឯងផ្ដល់ឱកាសឲ្យបងប្អូនបានដឹងថាអ្វីទៅជាសេចក្តីសុខសាមញ្ញពិតប្រាកដរបស់ខ្លួនអ្នកខ្លះក្តីសុខរបស់គេគឺការមានលុយរាប់លានដុល្លារជិះឡានស៊េរីទំនើបប៉ុន្តែសម្រាប់បងប្អូនក្តីសុខអាចត្រឹមតែមានការងារមួយដែលខ្លួនឯងស្រឡាញ់មានពេលហូបបាយជួបជុំគ្រួសារនិងមានសុខភាពល្អគឺល្អបំផុតបើគោលដៅបងប្អូនខុសពីគេហេតុអ្វីបងប្អូនបង្ខំចិត្តរត់ទៅតាមផ្លូវរបស់គេចូលប្រើប្រាស់ភាពយឺតយ៉ាវនេះដើម្បីសាងសង់ត្រីវិស័យជីវិតរបស់ខ្លួនដើរយឺតចុះឲ្យតែដើរច្បាស់លាស់ត្រឹមត្រូវគ្រប់ជំហានដែលយើងបោះជំហានទៅបងប្អូនកំពុងតែដើររកសេចក្តីសុខរបស់ខ្លួនឯងមិនមែនក្តីសុខដែលសង្គមគូវាសនោះទេដើម្បីឲ្យបងប្អូនអ្នកគ្នាយល់ដឹងកាន់តែច្បាស់អំពីធម៌ពលនៃការដើរយឺតខ្ញុំនឹងដំណើររឿងមួយឲ្យបងប្អូនស្ដាប់វាគឺជារឿងរបស់ដើមឫស្សីចិននៅពេលដែលគេដាំគ្រាប់ពូជដើមឫស្សីចិនគេត្រូវស្រោចទឹកនិងដាក់ជីរាល់ថ្ងៃប៉ុន្តែបងប្អូនមានដឹងទេក្នុងរយៈពេល1ឆ្នាំ2ឆ្នាំ3ឆ្នាំរហូតដល់4ឆ្នាំដើមឫស្សីនោះมันមានដុះពន្លកសូម្បីតែ1សង់ទីម៉ែត្រពីដីបើមនុស្សមិនដឹងគេច្បាស់ជាគិតថាគ្រាប់ពូជនោះស្អុយរលួយបាត់ទៅហើយគេច្បាស់ជាបោះបង់ការស្រោចទឹកជាក់ជាមិនខានប៉ុន្តែនៅពេលដែលឈានចូលដល់ឆ្នាំទី5រឿងអភូតហេតុក៏កើតឡើងដើមឫស្សីនោះចាប់ផ្ដើមលូតកម្ពស់ទៅដល់27ម៉ែត្រក្នុងរយៈពេលត្រឹមតែ6សប្តាហ៍ប៉ុណ្ណោះសំណួរគឺថាតើដើមឫស្សីនោះប្រើពេលត្រឹម6សប្តាហ៍ដើម្បីលូតកម្ពស់27ម៉ែត្រឬក៏ប្រើពេលរហូតដល់5ឆ្នាំទើបអាចលូតលាស់កម្ពស់នេះបានចម្លើយគឺវាប្រើពេល5ឆ្នាំក្នុងរយៈពេល4ឆ្នាំដំបូងដែលគ្មាននរណាមើលឃើញនោះវាមិនមែនសង្ងំនៅស្ងៀមនោះទេវាកំពុងតែចាក់ឫសយ៉ាងជ្រៅទៅក្នុងដីដើម្បីទប់ទល់នឹងកម្ពស់ដ៏មហិមារបស់វានៅក្នុងឆ្នាំទី5បើវាប្រញាប់លូតលាស់ពេកដោយគ្មានចាក់ឫសរឹងមាំខ្យល់បក់មកតែបន្តិចវានឹងបាក់រលំមិនខានបងប្អូនអរគុណជីវិតរបស់យើងនៅពេលនេះគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាល4ឆ្នាំដំបូងនឹងហើយការលំបាកដែលបងប្អូនកំពុងជួបការបរាជ័យដែលបងប្អូនទើបតែឆ្លងកាត់ការរៀនសូត្រពីកំហុសជាប្រចាំថ្ងៃទោះបីជាពេលនេះមើលទៅហាក់ដូចជាគ្មានលទ្ធផលធំដុំអ្វីនោះប៉ុន្តែជាការពិតបងប្អូនកំពុងតែចាក់ឫសយ៉ាងជ្រៅសម្រាប់ទ្រទ្រង់ភាពជោគជ័យដ៏រឹងមាំរបស់បងប្អូននៅថ្ងៃអនាគតដូច្នេះកុំទៅចិត្តនឹងលទ្ធផលនៅថ្ងៃនេះព្រោះរដូវកាលនៃការលូតលាស់របស់បងប្អូនមិនទាន់មកដល់នោះទេមកដល់ត្រង់ចំណុចនេះខ្ញុំចង់ប្រាប់បងប្អូនថាផ្លូវដើរទៅមុខនៅឆ្ងាយណាស់ហើយនៅតែមានឧបសគ្គជានិច្ចបើសិនជាថ្ងៃណាមួយបងប្អូនហត់ខ្លាំងបាក់ទឹកចិត្តបងប្អូនយំសូមអនុញ្ញាតឲ្យខ្លួនឯងសម្រាកសិនចុះសម្រាប់ចុះបងប្អូនដេកមួយថ្ងៃឲ្យពេញក៏បានបើទូរស័ព្ទឈប់ទទួលដំណឹងពីអ្នកណាផ្សេងយំឲ្យអស់ពីចិត្តវាគឺជាសិទ្ធិរបស់បងប្អូនក្នុងការសម្រេចចិត្តធ្វើអ្វីមួយប៉ុន្តែខ្ញុំសូមបងប្អូនរឿងមួយត្រឹមតែមួយគត់គឺសម្រាប់បានតែសូមបងប្អូនកុំបោះបង់កុំទាន់អាចចោះចាញ់នឹងសាច់រឿងអ្វីមួយព្រោះសៀវភៅជីវិតរបស់បងប្អូនមិនទាន់សរសេរដល់ទំព័រចុងក្រោយនៅឡើយទេគ្មាននរណាម្នាក់ដឹងទេថាទំព័របន្ទាប់នឹងមានអ្វីដែលអស្ចារ្យកើតឡើងបងប្អូនត្រូវតែជាអ្នកបើកកកាយវាដោយខ្លួនឯងទោះជាថ្ងៃស្អែកបងប្អូនបោះជំហានបានត្រឹមតែ1ម៉ែត្រឬក៏កន្លះម៉ែត្រក៏វានៅតែជាការបោះជំហានទៅមុខជានិច្ចអ្នកដទៃគេអាចរត់លឿនគេអាចហោះហើរទប់ឲ្យគេធ្វើចោះវាជារឿងរបស់គេយើងគឺជាមនុស្សសាមញ្ញយើងនឹងដើរតាមរបៀបរបស់យើងដើរយឺតដើរឲ្យស្គាល់រសជាតិជីវិតដើរឲ្យស្គាល់តម្លៃនៃការតស៊ូប៉ុន្តែយើងនឹងដើរដោយមិនថយក្រោយឡើយខ្ញុំសូមផ្ញើក្តីស្រឡាញ់និងកម្លាំងចិត្តដ៏ធំធេងនេះពីចម្ងាយទៅកាន់បងប្អូនទាំងអស់គ្នា
ជូរទឹកភ្នែកចេញញញឹមដាក់កញ្ចក់ហើយប្រាប់ខ្លួនឯងថាខ្ញុំនឹងបន្តដំណើរទៅមុខទៀតអរគុណបងប្អូនអរគ្នាសម្រាប់វីដេអូមួយនេះសូមថែរក្សាសុខភាពទាំងអស់គ្នាហើយបន្តដំណើរទៅមុខជាមួយខ្ញុំនឹងមានចំណុចសំខាន់វីដេអូសំខាន់ក្នុងការលើកទឹកចិត្តរបស់បងប្អូនទាំងអស់គ្នាបន្តទៀតអរគុណគ្រប់គ្នាជួបគ្នានៅវីដេអូក្រោយ